ពេលដែលយើងប្រឡងបើកបោះនៅស្រុកខ្មែរយើងមានទីលានប្រឡងត្រូវឲ្យបងយើងបើកនៅក្នុងទីលានប្រឡងប៉ុន្តែនៅពេលដែលយើងមកដល់អូស្ត្រាលីនេះការប្រឡងបើកបោះគឺយើងបើកនៅផ្លូវជាក់ស្ដែងហ្មងអត់មានទីលានឲ្យយើងបើកទេប្រឡងគឺមាន3ដំណាក់កាលទី1គឺគេឲ្យយើងចូលក្នុងឡានហើយគេឲ្យយើងសញ្ញោឆ្វេងសញ្ញោស្ដាំជាំប្រាំងអីហ្នឹងដំណាក់កាលទី2គឺយើងត្រូវប្រឡងចូលក្នុងភូមិដែលគេផ្ដោតទៅលើការបត់បែន2ទី1គឺ three point turn ទី2គឺត្រូវចូលពេអាយ៉ាចូលពេថយក្រោយអញ្ចឹងពីរហ្នឹងបើសិនជាយើងប្រឡងជាប់មួយណាហើយគេអត់ឲ្យយើងធ្វើទៀតទេក្នុងទី3គឺយើងត្រូវឡើងទៅផ្លូវធំអញ្ចឹងគេប្រាប់ឲ្យយើងថាបាត់ឆ្វេងបាត់ស្ដាំទៅណាទៅណីហ្នឹងទៅតាមគេទៅលបឿនដែលខ្ពស់បំផុតគឺត្រឹម80ទេអត់មានឡើងដល់ M1 អីទេណាអត់មានឡើងដល់ M1 100ទេត្រឹម80អញ្ចឹងនៅក្នុងហ្នឹងគឺគេផ្ដោតទៅលើការបើកបោះរបស់យើងហើយនឹងមើលផ្លាកសញ្ញាដូចថាផ្លាកសញ្ញា40ដល់កន្លែងសាលា40អីអញ្ចឹងតើយើងត្រប់ទៅតាមផ្លាកសញ្ញាគេអត់អញ្ចឹងមានតែប៉ុណ្្នឹងឯងសម្រាប់ការបើកបោហើយគេផ្ដោតមែនតើបើកឲ្យចំគំនូអត់មានបើកជន់កដាលឬក៏ជន់គំនូអីអត់ទេដកបន្ទុកខ្ញុំធ្លាប់ធ្វើវីដេអូមួយពាក់ព័ន្ធទៅនឹងការប្រឡងហ្នឹងគឺយើងត្រូវដាក់ឯកសារអីខ្លះខ្ញុំបាន share នៅក្នុង page របស់ខ្ញុំហើយបើសិនជាបងតាមមើលអាចចូលទៅមើលបានឬក៏ខ្ញុំតម្រាក់នៅ link ខាងក្រោម